ធ្លាប់តែរាល់ឆ្នាំចាំតែគ្រួសារមិត្តភ័ក្តិអីមក surprise cake ខួបកំណើតចុះបើសាកមក DIY cake សម្រាប់ខួបកំណើតខ្លួនឯងម្ដងវិញមើលមិនដែរសួស្តីអ្នកនរគ្នាខ្ញុំគឹមឈីថ្ងៃនេះគឺជាលើកទី1ហើយដែលខ្ញុំសម្រេចចិត្តថានឹងមក DIY cake សម្រាប់ថ្ងៃខួបកំណើតរបស់ខ្លួនឯងហើយខ្ញុំបានមក DIY cake នៅ Cake O'Clock ចង់ដឹងថាខ្ញុំ DIY cake បែបណាតើមើលជាមួយខ្ញុំទាំងអស់គ្នាជាដំបូងខ្ញុំមកជ្រើសរើស mode cake ដែលខ្ញុំត្រូវ DIY សិននេះយកមកមួយនេះបងជាបងរើស mode អីហើយអានឹងយើងចាប់ផ្ដើមឡើងទៅលើហ្មងដោយសារនៅមានកន្លែងផ្សេងទៀតដែលត្រូវប្រាប់បងដែរអញ្ចឹងហ៎បងពេលខ្ញុំបានឡើងមកដល់បន្ទប់ DIY cake គាត់បានណែនាំអំពីគ្រឿង DIY ណាដែលយើងអាចប្រើបាន free និងគ្រឿង DIY ណាដែលយើងត្រូវគិតលុយបន្ទាប់ពីណែនាំហើយខ្ញុំមកជ្រើសរើសអៀមសម្រាប់ពាក់កុំឲ្យផ្លាអាវហ្នឹងណា Lucky Pavilion Mall រចនាឡើងយ៉ាងប្រណិតមានផ្ដល់ជូននៅម៉ាកយីហោល្បីៗមានទីតាំងធំទូលាយសម្រាប់ជួលតម្លៃសមរម្យកណ្ដាលក្រុងភ្នំពេញលើមហាវិថីព្រះសីហនុការលាយពណ៌នេះហើយយើងចង់លាយដោយខ្លួនឯងក៏បានឬក៏ឲ្យខាងគាត់លាយឲ្យយើងក៏បានដែរឃើញគាត់តែពេលធ្វើឡើងស្រួលហើយឡើងស្អាតហ្មងតែដល់ពេលខ្ញុំសាក់ធ្វើខ្លួនឯងវិញចាដូចតកើទឹកមិនទេតែធ្វើប៉ុណ្្នឹងតែក៏ដៃនេះដែរបងបើខាងលើបងបញ្ឈរដៃចេះនេះដោយសារតែខ្ញុំបាញ់ហើយខ្ញុំនៅសល់រៀងឆ្លោះធំមកអញ្ចឹងខ្ញុំត្រូវបំពេញឲ្យវារៀងសពទៅដល់ពេលបៀកទៅគាត់ថាបានរៀងសពល្អអានឹងដូចគ្នាដែរយើងបបិលដៃឆ្វេងហើយដៃស្ដាំបើបងអាចកងចេះស្និទ្ធដៃហ្នឹងបងអាចអញ្ចឹងក៏បានដែរបងមកដាក់នេះដើម្បីឲ្យ cake យើងរៀង smooth ជាងហ្នឹងឥឡូវអាឃើញឲ្យវាកដេកទៅអញ្ចឹងទៅអូខេឥឡូវនេះគឺដល់វគ្គចងបូម្ដងប៉ុន្តែបូនេះគាត់ឲ្យមិនមែនយកមកចងសក់ឯណាអញ្ចឹងយើងត្រូវចងឲ្យចេញជារូបបូហើយយើងយកដេកលើ cake របស់យើងឥឡូវនេះយើងមកទៅសេពាក្យ Happy Birthday to me លើ cake គឺជាការ DIY ចុងក្រោយគេបង្អស់ហើយជាពិសេសខាងគាត់មានវ៉ែនតាមានបូអី free សម្រាប់ឲ្យយើងថតរូបលេងទៀតអ្នកនរគ្នាទេមើលថាឆ្នាំនេះខ្ញុំអាយុប៉ុន្មានហើយតែអត់អីមិនទេចាំខ្ញុំប្រាប់អ្នកនរគ្នាណែតានអ្នកនរគ្នាមើលគឺអត់ច្រឡំទេគឺ18គឺខ្ញុំ18ឆ្នាំ forever តែម្ដងទោះឆ្នាំ2030ក៏ខ្ញុំនៅអាយុ18ឆ្នាំដែរថ្មីបើស្នាដៃខ្លួនឯងអត់សូវស្អាតប៉ុន្តែខ្ញុំគិតថា cake មួយនេះពិតជាមានន័យណាស់សម្រាប់ខ្ញុំ DIY cake ដែលផ្ទាល់ដៃជ្រើសរើសរសជាតិ cake ដែលខ្លួនឯងចង់ញ៉ាំបន្ទាប់ពីអ្នកនរគ្នាបានឃើញខ្ញុំ DIY cake ហើយតើអ្នកនរគ្នាចង់សាកមក DIY cake ដែរអត់អញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីដោយ Lucky Pavilion Mall ដែលមានការរចនាយ៉ាងស្រស់ស្អាតនិងមានផ្នែកយីហោល្បីៗទាំងក្នុងនិងក្រៅប្រទេសជាពិសេសនោះគឺផ្ដល់ភាពងាយស្រួលដល់បងប្អូនណាដែលរស់នៅម្ដុំបឹងគីងកងនេះតែម្ដងជួបជាមួយខ្ញុំគឹមឈីនៅវីដេអូក្រោយបាយបាយ Lucky Pavilion Mall រចនាឡើងយ៉ាងប្រណិតមានផ្ដល់ជូននៅម៉ាកយីហោល្បីៗមានទីតាំងធំទូលាយសម្រាប់ជួលតម្លៃសមរម្យកណ្ដាលក្រុងភ្នំពេញលើមហាវិថីព្រះសីហនុ